សត្វកិនណតើអ្នកទាំងអស់គ្នាធ្លាប់ឃើញរូបចម្លាក់សត្វកិនណដែរឬទេតើវាគឺជាសត្វពិតប្រាកដឬក៏ត្រឹមតែជារឿងនិទានរបស់បុរាណសត្វកិនណគឺជាសត្វដែលអស្ចារ្យមួយនៅក្នុងទេវកថារបស់ខ្មែរដែលមានរាងកាយរវាងមនុស្សនិងសត្វស្លាបមានដើមកំណើតពីសាសនាហិណ្ឌូនិងព្រះពុទ្ធសាសនានៅក្នុងរឿងនិទានបុរាណវាត្រូវបានរៀបរាប់ថាគឺជាសត្វនៃឋានសួគ៌ដែលអាចផ្លាស់ប្ដូររូបរាងបាននិងមានរាងកាយរួមបញ្ចូលរវាងមនុស្សនិងសត្វស្លាបកិនណនិងកិនណរីគឺជាសត្វដែលរស់នៅក្នុងព្រៃហូមពៀនដែលមានរាងកាយផ្នែកខាងលើជាមនុស្សនិងខាងក្រោមគឺជាសត្វស្លាបពាក្យថាកិនណសំដៅទៅលើសត្វកិនណទាំងឡាយមានទាំងញីមានទាំងឈ្មោលចំណែកឯកិនណរីគឺសំដៅទៅលើភេទញីតែមួយមុខតែប៉ុណ្ណោះបើតាមដំណើរនៃសត្វកិនណនិងកិនណរីនេះវាអាស្រ័យនៅក្នុងព្រៃហូមពៀននៅនឹងជើងភ្នំកៃឡាហើយដែលជាសត្វមួយប្រភេទមានពិតប្រាកដនៅក្នុងសិល្បៈបុរាណខ្មែរក៏ដូចជានៅក្នុងអក្សរសាស្ត្រខ្មែរផងដែរនៅក្នុងសិលាចារឹករបស់ខ្មែរកិនណតែងតែបង្ហាញខ្លួនជាសត្វដែលមានភ្នែកអកុសលនិងស្លាប់ដ៏អស្ចារ្យវាមានតួនាទីជាសត្វដែលនាំសិរីសួស្តីហើយនៅក្នុងយរីធម៌ខ្មែរកិនណតែងតែចូលរួមក្នុងការរចនាប្រាសាទនិងបុណ្យព្រះរាជនីនៅក្នុងអរិយធម៌របស់ខ្មែរសត្វកិនណតែងតែជាតំណាងនៃសិល្បៈភាពអស្ចារ្យនិងការរាំរបាំជំនឿអំពីវាសំខាន់ណាស់សម្រាប់សិល្បៈបុរាណនិងបច្ចុប្បន្នសត្វកិនណនៅក្នុងព្រះពុទ្ធសាសនាតែងតែមាននៅក្នុងព្រះរាជមង្គលនិងព្រះធម៌វាជាសត្វដែលបង្ហាញអំពីភាពល្អស្អាតនិងសិរីសួស្តីនៅក្នុងសង្គមខ្មែរ